បន្ទាប់ពីយើងរាប់ស្តុកដេប៉ូនេះរួចរាល់ហើយមានទំនិញអ្វីនៅក្នុងថ្ងៃនេះនៅសល់អីអញ្ចឹងយើងត្រូវមកធ្វើការឡើងស្តុកដើម្បីធ្វើជាស្តុកក្នុងដៃសម្រាប់លក់នៅថ្ងៃស្អែកអញ្ចឹងយើងចូលមកកន្លែងloading stock របស់មកដំបូងត្រូវថតរូបជ្រើសរើសប្រភេទ check in ទៀតអូខេមកយើងមកធ្វើការឡើងស្តុកនេះឡើងស្តុកនេះគឺយើងអាចឡើងទៅតាមអ្វីដែល depot យើងចង់លក់អញ្ចឹងណាអញ្ចឹងគឺតម្រូវឲ្យយើងឡើងវិញអញ្ចឹងកន្លែងហ្នឹងយើងអាចចុចខ្មៅដៃដោយសារតែយើងអត់អាចដាក់កត្រកឲ្យឡើងទេអញ្ចឹងបើសិនជាយើងចង់លក់ស្អែកប្រមាណមុខអញ្ចឹងយើងចុចខ្មៅដៃដើម្បីជ្រើសរើសទំនិញខាងហ្នឹងមកឥឡូវឧទាហរណ៍ My Boy ខ្ញុំជ្រើសរើស My Boy ថ្ងៃ My Boy មុនយើងបានឡើងពី depot ឧទាហរណ៍មួយកេសអញ្ចឹងកន្លែងនេះបើខ្ញុំវាយ2កេសគឺវាដាក់ថាទំនិញនេះស្តុកមិនគ្រប់គ្រាន់ទេអញ្ចឹងណាអញ្ចឹងយើងត្រូវវាយមួយកេសហើយកន្លែងនេះយើងដាក់មួយកេសក៏អត់ត្រូវដែរដោយសារតែថ្ងៃខែ delay ដែលយើងបានរាប់ស្តុក depot គឺថ្ងៃផ្សេងអញ្ចឹងយើងអត់អាចមករើសថ្ងៃផ្សេងបានទេអញ្ចឹងកន្លែងហ្នឹងយើងត្រូវតែ print បងរាប់ស្តុក depot ហ្នឹងទុកមើលអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំបានរាប់ស្តុក depot មួយរួចហើយអញ្ចឹងដើម្បីមើលស្តុក depot យើងមកមើលកន្លែងនេះអញ្ចឹង My Boy នេះខ្ញុំដាក់ខែ1ថ្ងៃ9 2026ស្តុកដែលខ្ញុំរាប់ផល depot អញ្ចឹងដល់ពេលដែលខ្ញុំឡើងវិញខ្ញុំអាចឡើងបានត្រឹមតែមួយកេសចុះក្រោមមិនអាចលើសហ្នឹងទេហើយថ្ងៃខែគឺតែថ្ងៃទី1ខែ9 2026អូខេមានសល់2ចំណុចថ្ងៃទី1ខែ9 2026អញ្ចឹងខ្ញុំដាក់មួយកេសគឺវាឲ្យណាចេញចេះគឺ confirm នេះគឺត្រឹមត្រូវតំណែងយើងរាប់ពីមុនគឺមួយកេសរបស់ depot ថ្ងៃទី1ខែ9 2026 expire អញ្ចឹងយើងត្រូវរើសថ្ងៃខែនេះដូចគ្នាទើបយើងអាចធ្វើការ loading សម្រាប់លក់នៅថ្ងៃស្អែកបានអញ្ចឹងនៅកន្លែង loading នេះវានឹងបង្ហាញទឹកប្រាក់យើង load មួយមុខវា30ចឹងអញ្ចឹងបើយើង load ពីមុខទៀតវានឹងសរុបឲ្យហើយវានឹងបង្ហាញជាមួយនឹងstock ដែលយើង load ថ្ងៃនឹងសរុបជាមួយនឹង target ប្រចាំថ្ងៃដែលយើងត្រូវបំពេញហ្នឹងអញ្ចឹងបើចង់ថែមទៀតយើងចុចខ្មៅដៃអញ្ចឹងទៅហើយយើងរើសទំនិញណាដែលយើងបានឡើងកន្លែង depot មុនហ្នឹងអញ្ចឹងនៅពេលដែលយើងឡើងសពមុខអស់ហើយយើងត្រូវចុច confirm នេះចុច confirm ហ្នឹងហើយទើបយើង sign មកកាន់ក្រុមហ៊ុនឧទាហរណ៍នេះខ្ញុំឧទាហរណ៍ខ្ញុំឡើងតែមួយមុខអញ្ចឹងបើឡើង5មុខគាត់ចុចខ្មៅដៃនេះ5ដងបន្ថែមទៅតមកខ្ញុំបញ្ចប់ធំហ្នឹងខ្ញុំចុច confirm ចុចពាក្យ yes តមកខ្ញុំអាច print ជា PDF ទុកខ្លួនឯងហើយ sign មកកាន់ក្រុមហ៊ុនអញ្ចឹងអូខេបន្ទាប់មកយើងអាចធ្វើការ check out ហើយវាតម្រូវឲ្យថតរូប4ប៉ុស្តិ៍មានថតឡានថតតំណែង depot មានថតវិក័យប័ត្រឡើងស្តុកផងមួយអញ្ចឹងកន្លែងហ្នឹងទៅតាមការណែនាំរបស់ខាង admin ដែលគេចង់បានពេលនេះយើងអាចចាក់ចេញបានហើយ note មកចឹងកន្លែងហ្នឹងដូចគ្នាដែរបើ stock នឹងអត់រាប់ហើយអត់ស៊ីនគឺវាអត់ឲ្យយើងចុច check out ទេអញ្ចឹងយើងត្រូវទៅស៊ីនសិនណាកន្លែងហ្នឹងត្រូវចុចប៊ូតុងនេះស៊ីននេះតែខ្ញុំអត់ចុចទេណាខ្ញុំយក no ទេចុចតែនឹងយកជា stock គេបាទអរគុណអញ្ចឹងនៅថ្ងៃស្អែក
យើងឡើងប៉ុណ្ណាមួយមុខចឹងមានស្តុកតែមួយមុខនឹងលក់ឯងឡើង10មុខទើបមានទំនិញ10មុខលក់បាទអញ្ចឹងសូមបញ្ជាក់កន្លែងហ្នឹងអរគុណ